អាសូរប្រាសាទព្រះវិហាររឿងទុកក្រំគ្រាសែនខ្លោចផ្សាត្បិតសៀមចិត្តមៀបាញ់ប្រហាប្រាងគេដូនតាធ្លាក់បាក់បែក600ឆ្នាំជាងឆ្លៀនពៀនសៀមចៅស្រីឃ្លានហ៊ានពុះហែកព្រៃភ្នំទឹកដីធ្លាប់ខណ្ឌចែកសៀមជ្រៀកពុះហែកចែកតាមចិត្តប្លន់ទាំងវប្បធម៌ទាំងទឹកដីចិត្តឥតប្រណីខ្មៅងងឹតចិត្តពីលសំឡាប់យកជីវិតឆក់ប្លន់ឥតគិតពិចារណាម្ដេចឡើយបំផ្លាញប្រាសាទលោកគ្មានចិត្តយល់យោគសោះឡើយណានេះជាវិមាននៃទេវតាម្ដេចតាមប្រហាសំបត្តិលោកតើចិត្តអ្នកកសាងពីអ្វីចិត្តពីលអប្រ័យគ្មានយល់យោគចិត្តមៀកំណាចសែនស្មោកគ្រោកដែនទឹកដែនគោកច្បាំងលួចប្លន់ព្រះវិហារជាច្រើនសាតែឥតបានការពួកចៅអន់បង្កសង្គ្រាមនាំអាសន្នរាសភ័យស្លោស្លន់តាមព្រំដែនវីរៈយុទ្ធជនឈើការពារប្រាងព្រះវិហារតាមបែបផែនបដិញ្ញាការពារយ៉ាងជាប់ណែនប្រឹងប្រែងខំកែនពលសេនាទប់នឹងផ្សែងពលដ្រូនពិឃាតក្របបែកផ្សែងទៀតពិតខ្លោចផ្សាប្រាសាទមមួនរឿងទុក្ខាត្រុតត្រោមរូបបាដួលរលំរីឯកងទ័ពក៏របួសខ្លះក៏រងគ្រោះកើតទុកធំពលីចោលជាតិញាតទួញយំទុកធំជាងភ្នំងុំអោរាខ្ញុំស្រក់ទឹកភ្នែកសង្វេគចិត្តទួញយំអាណិតគេដូនតាអោព្រះវិហារខ្ញុំស្នេហាអាសូរប្រាងប្រាខ្ញុំក្រំគ្រាសូមគោរពជំរាបសួរប្រិយមិត្តទាំងអស់ជាទីរាប់អានកំណាព្យដែលខ្ញុំបាទសុផាបានរៀបរាប់នេះមានចំណងជើងថាស្រណោះប្រាសាទព្រះវិហារដែលខ្ញុំបានសរសេរនៅថ្ងៃទី4ខែមករាឆ្នាំ2026នេះខ្ញុំសូមសម្ដែងអារម្មណ៍សោកស្ដាយជាពន់ពេកចំពោះចៅសៀមដែលបានឈ្លានពានមកលើប្រាសាទព្រះវិហារដែលធ្វើឲ្យខូចខាតនៅសម្បត្តិមរតកដែលមានតម្លៃរបស់ប្រទេសកម្ពុជាខ្ញុំសូមបញ្ជាក់ផងដែរថាការបាត់បង់មរតកមនុស្សជាតិប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកចុះបញ្ជីដោយអង្គការ UNESCO ក្នុងឆ្នាំ2008នេះគឺកំពុងតែទទួលរងនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរយោងតាមការវិតម្លៃគ្រឹះនិងរចនាសម្ព័ន្ធស្នូលនៃប្រាសាទត្រូវបានរង្គោះរង្គើនិងប្រឈមនឹងការទទួលរងនឹងហានិភ័យនៃការដួលរលំដោយសារការបាញ់ផ្លោងដោយចេតនានិងជាប្រព័ន្ធពីសំណាក់ទាហានថៃសកម្មភាពយោធានេះមិនមែនជាការចៃដន្យឡើយប៉ុន្តែជាការកំណត់គោលដៅច្បាស់លាស់លើទីតាំងសំខាន់ដែលមានប្រវែងដល់ទៅ850ម៉ែត្រការធ្វើបែបនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាអង្គការ UNESCO ឆ្នាំ1972និងអនុសញ្ញាទីក្រុងឡាអេឆ្នាំ1954ដែលហាមដាច់ខាតនៅការធ្វើអ្វីឲ្យប៉ះពាល់ឬការប្រើប្រាស់សម្បត្តិវប្បធម៌ជាគោលដៅសឹកការបំផ្លិចបំផ្លាញនេះមិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាពនៃប្រជាណាចក្រកម្ពុជាប៉ុណ្ណោះទេប៉ុន្តែគឺជាការធ
ធ្វើឲ្យបាត់បង់មរតកវប្បធម៌រួមរបស់ពិភពលោកដែលមិនអាចស្ដារឡើងវិញបានខ្ញុំបាទសុផាសូមអរគុណសម្រាប់ការតាមដានវីដេអូនេះពីដើមដល់ចប់និងសូមអធិស្ឋានបើសិនបើមានកំហុសខុសឆ្គងដោយប្រការណាមួយក្នុងការរៀបរាប់ពីកំណាព្យនៅក្នុងប្រធានបទនេះសូមបញ្ជាក់ផងដែរថាវីដេអូនៅក្នុងនេះគឺត្រូវបានដកស្រង់ចេញពី Facebook ដែលមានប្រភពផ្សេងពីគ្នាខ្ញុំបាទសុផាសូមបញ្ចប់វីដេអូត្រឹមប៉ុណ្ណេះសូមអរគុណនិងសូមគោរពលានេះគោប្រាក់ទី2បងប្អូនរាប់ពីក្រោមឡើងទៅលើរាប់ពីលើចុះមកក្រោមគោប្រាក់ទី4បាទសភាពប្រាសាទក្រោយសង្គ្រាមថ្ងៃទី28ខែ12ក្រោយបាត់ជប់បាញ់28ខែ12សម្បាញ់ក្របវាបងប្អូនបាញ់ក្របបាទគូក្របនេះបាទខ្ញុំមកឡើងមករូបភាពរូបភាពទុកផុសតាងមិនតិចអស់ហើយបងប្អូនសោះបាទមើលថ្មរាយយកធ្វើសំណង់បានថ្មនេះឡើងពីឡើយបាទថ្មនេះយកធ្វើសំណង់បានបាទខ្ទេចបងប្អូននេះបាក់ខ្ទេចមកនេះថ្មចម្លាក់ដូនតាយើងរលំអូจัดหนักๆให้มันตายเดี๋ยวหัวขึ้นหูนี่จบ28โอ้ถึงหลายวันอาทิตย์นึง